ទេវតាប្រយុទ្ធថៃហ្វុងមកដល់ប៉ាម៉ាក់មកដល់ហើយប៉ាប្រកាសជារត់មករួចទេប៉ាលោកម្ចាស់ចុះបើនាងឈិនមិនមែនជាចាស់ច្បងគ្រួសារនាងវិញនោះឯងនិយាយប្រាស់ស្អីថៃហ្វុងបងដឹងថាក្នុងចិត្តអូននៅខឹងតែសម្ដីមិនអាចនិយាយប្រេះប្រាស់ទេស៊ីហ្វៃហ្វុងខ្ញុំជាមនុស្សដែលហាមាត់និយាយប្រេះផ្ដាស់ដែរអូនចង់ថាទាំងនេះសុទ្ធតែជាការពិតឬមួយក៏ខ្ញុំដូចជាលោកអញ្ចឹងចេះតែនិយាយកុហកលោកម្ចាស់ខ្ញុំសួរលោកម្ដងទៀតចុះបើនាងឈិនមិនមែនជាចាស់ច្បងរបស់លោកមិនមែនជាសាច់ឈាមគ្រួសារនាងវិញឯងនិយាយមានផតតាងទេជូឡានចាស់គ្មានតំណែងតំណងសាច់ឈាមស្អីគេបែបនឹងសោះជឿឈិនតើវាយ៉ាងម៉េចវិញលោកតាខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរប្រកាសជា DNA คล้ายៗការពិនិត្យ DNA មួយច្បាប់នេះទើបតែធ្វើរួចលទ្ធផលទើបយកបាន5នាទីមុនបាទអ្នកទាំងអស់គ្នាមិនជឿទេអាចទៅឆែកនៅមន្ទីរពេទ្យលេខ1នៅចាំងឆឹងមន្ទីរពេទ្យក៏អាចពិនិត្យបានដែរលោកស្រីសូម្បីតែឈាមខ្ញុំលោកស្រីពិនិត្យយ៉ាងម៉េចកុំថាឡាយឈាមរបស់ឯងទោះជាយើងចង់យកក្បាលឯងមានអីពិបាកលោកស្រីបើកុំតែកូនប្រុសយើងឆាប់ចងចាំឡើងវិញពេលនេះឯងខ្លាចជាខ្មោចបាត់ទៅហើយលោកស្រីស៊ីហ្វៃហ្វុងជើងតាំងពីដើមមកគេមិនប៉ះពាល់ខ្ញុំមិនប៉ះពាល់គេយ៉ាងម៉េចឯងខ្លាចហើយនេះលោកស្រីចង់ខ្ញុំស្លាប់ហ៎គេមានបាយខ្ញុំប្រមាថទេវតាប្រយុទ្ធទូស្លាប់លោកម្ចាស់ពេលនេះការពិតបាត់បញ្ជាក់ហើយនាងឈិនមិនមែនជាកូនប្រុសនាងជីងធាននៅការពារគេទៀតដែរតើរឿងនេះយ៉ាងម៉េចវិញនេះឈិនមកឯងមាននិយាយអីប្រាប់ឯងខ្លះទេឯងប្រាប់តាមកគឺពួកគេយកច្រឡំប្រកាសជាពួកគេយកច្រឡំហើយលោកតាខ្ញុំក៏មិនដឹងថារឿងនេះយ៉ាងម៉េចដែរលោកតាត្រូវជឿខ្ញុំសៀវឈិនតាជឿឯងពួកយើងធ្វើការពិនិត្យ DNA ម្ដងទៀតនៅឯស្ងៀមចូលមកនេះឈិនឯងចង់ធ្វើអីកុំចូលមកដោះលែងលោកតាទៅឯងជាឆ្កែតអច្រកចាប់បងរបស់យើងពេលនេះឆាប់ផ្ទេរភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនឲ្យយើងបើមិនចឹងទេយើងសម្រាប់តាកិច្ចការនេះឈិនឯងជាចៅប្រុសច្បងគ្រួសារនីងឯងចង់បានតាប្រកាសជាជួយឯងបើតែតាកិច្ចការរាប់លោកតាមចុះតាមការពិតខ្ញុំមិនមែនជាមនុស្សគ្រួសារនីងទេខ្ញុំមិនជាប់សាច់ឈាមជាមួយគ្រួសារលោកទេបើទាំងអាចទៅឯងជាចៅប្រុសច្បងដែលតាស្រឡាញ់បំផុតមិនអាចបើជាសាច់ឈាមគ្រួសារនីងទេនីងឈិនមកឯងខកមករហូតមិនខុសទេមកខ្ញុំបានប្រាប់ខ្ញុំគ្រប់យ៉ាងមនុស្សល្ងងលោកនេះឪពុកបង្ការរបស់ខ្ញុំគឺអ្នកផ្សេងមកខ្ញុំអំរើក្បាលលោករហូតមកលោកជាមនុស្សល្ងងបើឯងក៏ហកធ្វើឲ្យយើងវេទនាណាស់ល្ងងខ្លាំងហើយហ្វុងគឺបងខ្វាក់ភ្នែកបងមិនក៏បីនឹងអូនបានហើយនេះជីធានឈប់ពជាពេលទៀតទៅឆាប់សេចក្ដីកិច្ចសន្យាផ្ទេរភាគហ៊ុនមួយច្បាប់នេះទៅបើមិនចឹងយើងនឹងឲ្យតាកិច្ចការនេះស្លាប់ភ្លាមនេះឈិនឯងកុំច្រឡោតយើងអាចផ្ទេរភាគហ៊ុនតែប្រមាណរបស់ក្រុមហ៊ុនឲ្យឯងតែសំបងកុំធ្វើបាបលោកតាឯងណែស្ងៀមសៀវឈួនសុំទោសប៉ាប្រហែលជាលៀបសម្ដីហើយមិនអីទេយកភាគហ៊ុនក្រុមហ៊ុនហិរញ្ញវត្ថុហៃឡុងបដូរជាមួយលោកតាការរកស៊ីនេះត្រឹមត្រូវសៀវឈួនតាមិនក៏បីនឹងឯងពីមុនតាលំអៀងសុទ្ធតែជាកំហុសរបស់តាមិនអីទេលោកតារឿងការមុនចាំថ្ងៃក្រោយចាំនិយាយឲ្យមកភាគហ៊ុនក្រុមហ៊ុនហៃឡុង 100% ចាប់ពីពេលនេះតទៅខ្ញុំទើបជាម្ចាស់ថ្មីក្រុមហ៊ុនហៃឡុងឯងចេញពីទីនេះមិនរួចទេកិច្ចសន្យាផ្ទេរភាគហ៊ុនមួយច្បាប់នេះគ្រាន់តែជាកដាអត់បានការមួយសន្លឹកប៉ុណ្ណោះពេលនេះឆាប់ត្រៀមឡានមកគ្រឿងឲ្យយើងចាក់ចេញពីទីនេះឯងរត់មិនរួចទេប្រាប់ឯងតាមត្រង់ចាស់ទីនេះត្រូវទីហ៊ានហ្វៃហ្វុងឡោមព័ទ្ធហើយអញ្ចឹងចាំយកសាកសពទៅកុំនេះឈិនឯងកុំជេរខៅសោះណាក្រែងឯងស្អប់យើងណាស់ឯងថាម៉េចក្រែងឯងចង់សម្លាប់យើងមករហូតនោះអីល្អណាស់ពេលនេះយកកបិតភ្ជុងលើកយើងហើយដោះលែងលោកតាយកយើងធ្វើជាធ្លោវិញចុះកូនប្រុសកុំអីជឿឈួនឯងមិនអាចធ្វើបែបហ្នឹងទេនាងឈួនកុំអីកុំធ្វើរឿងលោកភាសាឯងកុំឆៅឆាវមិនអីទេគ្មានរឿងអីទេយ៉ាងម៉េចឯងមិនចាប់យកឱកាសនេះទេពេលនេះកូនប្រុសឯងនៅក្នុងឯងយើងនៅមិនឲ្យទាហានដកថយទៀតទេលឿនឡើងឆាប់ឲ្យទាហានដកថយទៅបើឲ្យទាហានដកថយគេអាចនាំកូនប្រុសចេញពីទីនេះចាក់ចេញពីតាសៀកបានដល់ពេលនោះទើបកូនប្រុសមានគ្រោះថ្នាក់ពិតប្រាកដទីហៃហ្វុងយ៉ាងម៉េចមិនទុកជីវិតកូនប្រុសលោកស្រីសំខាន់ទេជីវិតកូនប្រុសយើងសំខាន់ជាងជីវិតយើងទៅទៀតមិនអញ្ចឹងយើងបដូរជាមួយកូនប្រុសយើងធ្វើជាធ្នូរបស់ឯងយកសពទៅយើងមាននិច្ឆ័យជាធ្នូគ្រប់គ្រាន់ហើយតែពេលនេះយើងចង់បានលើសពីនេះទៀតយ៉ាងម៉េចដែរធ្វើម៉េចទៅអាចលើសពីគ្រប់គ្រាន់បានលោកស្រីលើកជង្គង់អោនក្បាលគ្រប់ថតមកខ្ញុំ3ដងខ្ញុំលើសពីគ្រប់គ្រាន់ហើយមិនបានហើយផងមិនបានទេបានយើងលុតល្អឆាប់លើកជង្គង់អោនក្បាលគ្រប់បាក់ខ្ញុំហើយហ្វុងទេវតាប្រយុទ្ធលោកស្រីមិនអាចលុតជង្គង់ឲ្យប្រពន្ធចង់ទេលើកជង្គង់ជាទេវតាប្រយុទ្ធក៏មានថ្ងៃអោនក្បាលលើកជង្គង់គ្រប់បាក់ខ្ញុំដែរស្រីថោកទាបឯនេះនេះឈិនមិនមកខ្ញុំប្រាប់ហើយអ្នកប្រមាថទេវតាប្រយុទ្ធត្រូវស្លាប់ឯងមិនខ្លាចយើងយកជីវិតឯងទេមើលច្បាស់ទៅពេលនេះយើងអាចយកជីវិតឯងបានគ្រប់ពេលមែនកូនប្រុសនេះឈួន
ស៊ូឈួនកូនប្រុសស៊ូឈួន នាងឈុន ស៊ូឈួនយ៉ាងល្អរបស់តា នាងឈុនបងកុំស្លាប់អីកុំស្លាប់អីហើយកុំប្រសាល្អឯងមិនអាចស្លាប់បានទេឆាប់ទូរស័ព្ទហៅឡានពេទ្យទូរស័ព្ទហៅឡានពេទ្យទៅនាងឈុនបងមិនអាចស្លាប់បានទេកុំស្លាប់អីអ្នកនាងស៊ូដង្ហើមអ្នកប្រុសខ្សោយខ្លាំងណាស់អ្នកនាងឆាប់ធ្វើចលនាដង្ហើមឲ្យគាត់ទៅមិនអញ្ចឹងគាត់មិនអាចទ្រាំដល់ឡានពេទ្យមកទេនឹងខ្លួនឯង អាយ៉ា កូនប្រុសឯងមិនចាំឲ្យពេទ្យមកពិនិត្យសិនចាំថើបទេអី លោកនាងមិញនេះខ្ញុំបានពិនិត្យរួចហើយអ្នកប្រុសគ្មានអ្វីធំដុំទេ ល្អអញ្ចឹងល្អហើយឲ្យតែកូនប្រុសមិនគិតអីល្អហើយក ូនប្រុសមិនអីតែប្រហែលជាលោកអី ហ្វុងថ្ងៃនេះជាថ្ងៃមង្គលរបស់កូនរឿងពួកយើងចាំថ្ងៃក្រោយចាំនិយាយគ្នា ថ្ងៃក្រោយតើថ្ងៃណា ថ្ងៃក្រោយគឺថ្ងៃក្រោយហើយ ថ្ងៃក្រោយគឺថ្ងៃនេះ អូយ ប៉ាប៉ាជប់រត់ទៅថ្ងៃនេះក៏ថ្ងៃទៅប៉ានិយាយជាមួយម៉ាក់តាមស្រួលទៅម៉ាក់លើកលែងឲ្យប៉ាម្ដងទៅ កូនប្រុសប៉ាឯងហ៊ានសញ្ញាយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនហិរញ្ញវត្ថុឲ្យលោកឲ្យគេថ្ងៃនេះម៉ាក់មិនលើកលែងឲ្យគាត់ទៀត អាយ៉ាហ្វុងនិយាយតាមត្រង់មិនពេលបងសញ្ញេបងមានចេតនាសញ្ញេខុសឈ្មោះកិច្ចសន្យាមួយនោះទុកជាអាសាបងភាគហ៊ុនទាំងអស់ទុកឲ្យកូនប្រុសយើងតែម្នាក់គត់ទៅហើយ ឈប់ភ្លាម